សួស្តីអ្នកទាំងអស់គ្នាត្រឡប់មកជួបគ្នាម្ដងទៀតហើយជាមួយនឹង Channel របស់យើងហើយសម្រាប់វីដេអូរបស់យើងក្នុងថ្ងៃនេះគឺជាការសម្រាយខ្សែភាពយន្តដ៏រន្ធត់មួយដែលមានចំណងជើងថា Mara ដែលនិយាយអំពីរឿងរ៉ាវឃាតកម្មដ៏ចម្លែកនៅក្នុងគ្រួសារមួយដែលជនរងគ្រោះគឺជាបរិសុទ្ធជាស្វាមីដែលត្រូវបានគេសម្លាប់ហើយស័ក្តិសមស្ថិតនៅក្នុងសភាពគួរឲ្យខ្លាចហើយក្រុមប៉ូលីសក៏បានសម្រេចចិត្តបញ្ចប់រឿងក្តីនេះឃាតករគឺជាប្រពន្ធរបស់ជនរងគ្រោះដែលនាងមានជំងឺសរសៃប្រសាទប្រចាំកាយតែក៏មានអ្នកគ្រូពេទ្យផ្នែកចិត្តសាស្ត្រម្នាក់នាងឈ្មោះថា Katrina ដែលនាងនៅតែមិនអស់ចិត្តនឹងការសម្រេចរបស់ប៉ូលីសហើយនាងក៏បានបន្តការស្វែងរកការពិតពីឃាតកម្មអាថ៌កំបាំងនេះដោយខ្លួនឯងរហូតក៏បានធ្វើឲ្យនាងទៅជួបនឹងមនុស្សមួយក្រុមដែលពួកគេកំពុងតែទទួលការគំរាមកំហែងពីខ្មោចមួយដែលមានឈ្មោះថា Mara រហូតដល់ចុងក្រោយ Katrina នាងក៏ត្រូវបានធ្លាក់ខ្លួនខ្លាចជាគោលដៅរបស់ខ្មោច Mara ម្នាក់ទៀតពេលអត់ភ្នាក់ដឹងខ្លួនមកវិញដោយមើលទៅ Sophie រួចផុតពីការស្លាប់ហើយ Katrina នាងក៏បានទៅសម្រាកខ្លួននៅលើសាឡុងមួយនៅក្បែរនោះតែបន្តិចក្រោយមក Mara វាក៏បានមកម្ដងទៀតដោយម្ដងនេះគោលដៅចុងក្រោយរបស់វាគឺ Katrina នឹងឯងវាបានដើរតិចមករកនាងរាងកាយរបស់ Katrina ក៏ចាប់ផ្ដើមកម្រើកលេងបានទៀតហើយម្ដងនេះក៏គ្មានអ្នកណាអាចជួយនាងបានដែរ Mara បានវាឡើងមកអង្គុយនៅលើនាងហើយវាក៏បានច្បាច់កសម្លាប់នាងស្លាប់បាត់ទៅហើយរឿងនេះក៏បានបញ្ចប់ត្រឹមប៉ុណ្ណេះទៅ